Hi everyone. Today I'll show you 4 easy ways to make suggestion in English. សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតើតើនឹងការប្រើប្រាស់ប្រយោគចំនួន4ដើម្បីប្រើក្នុងការផ្ដល់ជាយោបល់ដែលយើងហៅក្នុងភាសាអង់គ្លេសថា making suggestion ចឹងនៅក្នុងប្រយោគទី1យើងអាចប្រើជាទម្រង់ let's plus verb នៅក្នុងកន្លែងនេះគឺយើងចង់សំដៅទៅលើ verb base verb បានន័យថាជា verb កិរិយាសព្ទដើមឧទាហរណ៍ថា let's go to the cafe ពាក្យថា let's go to the cafe you can see យើងមានពាក្យ let's ដែលជាទម្រង់នៅខាងលើនិងពាក្យ go ដែលជា verb ដើមឧទាហរណ៍ថា let's go to the cafe ពាក្យថា let's go to the cafe នៅក្នុងនេះគឺសំដៅទៅលើយើងចង់បបួលអ្នកណាគេម្នាក់ឲ្យធ្វើរឿងអីមួយអញ្ចឹងពាក្យថា let's go នៅក្នុងភាសាខ្មែរគឺមានន័យថាតោះទៅអញ្ចឹងតោះយើងទៅហាងកាហ្វេអីអញ្ចឹងនៅក្នុងទម្រង់នេះគឺយើងប្រើវា use this when you include yourself ពាក្យថា use this when you include yourself បានន័យថាយើងបបួលអ្នកណាគេម្នាក់ឬក៏យើងផ្ដល់យោបល់ទៅអ្នកណាគេម្នាក់ឲ្យធ្វើរឿងអីមួយជាមួយនឹងយើងអញ្ចឹងយើងមានឧទាហរណ៍ផ្សេងទៀតដូចជាពាក្យថា let's eat dinner together let's eat dinner together let's eat dinner together តោះយើងទៅញ៉ាំអាហារពេលល្ងាចជុំគ្នាអីនៅក្នុងនោះយើងមានពាក្យ let's eat ដែលជាកិរិយាសព្ទដើម let's eat dinner together ឧទាហរណ៍ទី3 let's study English tonight តោះយើងរៀនអង់គ្លេសយប់ហ្នឹងអីអញ្ចឹងនៅក្នុងទម្រង់នេះគឺដូចគ្នា let's study គឺជាកិរិយាសព្ទដើមអញ្ចឹងនៅក្នុងទម្រង់ទី1គឺយើងប្រើពាក្យ let's plus verb សម្រាប់ទម្រង់ទី2គឺយើងប្រើប្រាស់ why don't we plus verb នៅកន្លែងនេះគឺយើងនៅតែប្រើទម្រង់ base verb ដដែលគឺមានន័យថាទម្រង់ដើមអញ្ចឹងនៅក្នុងទម្រង់នេះគឺយើងអាចប្រើជាទម្រង់សំណួរដើម្បី make suggestion ឬក៏យើងផ្ដល់យោបល់ទៅអ្នកណាគេម្នាក់នៅក្នុងនេះគឺយើងប្រើពាក្យ also includes you and others ពាក្យថា also includes you and others មានន័យថាយើងផ្ដល់យោបល់ឬក៏យើងនិយាយស្ដាប់ទៅគឺយើងបបួលអ្នកណាគេម្នាក់ឲ្យធ្វើរឿងអីមួយជាមួយយើង example why don't we watch a movie why don't we watch a movie why don't we គឺជាទម្រង់នៅខាងលើនេះ watch គឺជា base verb គឺជាកិរិយាសព្ទដើមអត់មានថែមអីនៅខាងចុងទេអញ្ចឹង why don't we watch a movie នៅក្នុងភាសាខ្មែរហេតុអីយើងមិនមើលរឿងទៅអញ្ចឹងជាទម្រង់សំណួរមួយដែលចេតនារបស់គេគឺចង់បបួលអ្នកណាគេម្នាក់ឬក៏ផ្ដល់យោបល់គំនិតទៅអ្នកណាគេម្នាក់ថាហេតុអីយើងមិនមើលរឿងហ្នឹងទៅឧទាហរណ៍មួយទៀតwhy don't we finish this tomorrow why don't we finish this tomorrow ចឹងនៅក្នុងទម្រង់នេះមានន័យថាហេតុអីយើងមិនបញ្ចប់កិច្ចការនឹងនៅថ្ងៃស្អែកទៅឧទាហរណ៍ថាអាចនៅក្នុង situation ឬក៏នៅក្នុងស្ថានភាពមួយដែលយើងធ្វើអីមួយ like getting late វារៀងយប់ឬក៏យូរហើយអញ្ចឹងយើងអាចផ្ដល់ជាយោបល់ទៅអ្នកផ្សេងទៀតថា why don't we finish it tomorrow ហេតុអីយើងមិនធ្វើរឿងហ្នឹងថ្ងៃស្អែកទៅអញ្ចឹងគឺជាយោបល់មួយដែលយើងផ្ដល់ទៅឲ្យអ្នកដទៃអញ្ចឹងទម្រង់នេះជាទូទៅគឺយើងប្រើពាក្យ why don't we នៅក្នុងចំណុចបន្ទាប់គឺយើងប្រើ how about plus verb ing នៅក្នុងទម្រង់នេះគឺជាទម្រង់សំណួរដដែលតែពាក្យច្រើនគឺយើងប្រើនៅក្នុង spoken language very common in daily conversation គឺយើងប្រើជាញឹកញាប់ជាទូទៅនៅក្នុងការប្រើការសន្ទនាជាប្រចាំថ្ងៃអញ្ចឹងពាក្យថា how about plus verb ing នៅកន្លែងនេះឧទាហរណ៍ថាយើងទំនេរអញ្ចឹងយើងចង់ផ្ដល់ជាយោបល់ឬក៏គំនិតទៅអ្នកផ្សេងទៀតគឺយើងអាចប្រើពាក្យ how about going to the park how about going to the park how about កន្លែងនេះគឺនៅទម្រង់ដើម going គឺមកពីពាក្យថា go at ing ចឹង how about going to the park ចូលទៅសួនច្បារយ៉ាងម៉េចដែរឧទាហរណ៍មួយទៀត how about meeting at 7 p.m. how about meeting at 7 p.m. ចុះបើយើងជួបគ្នានៅម៉ោង 7 យប់ហ្នឹងទម្រង់នេះគឺ how about plus meeting នៅក្នុងឧទាហរណ៍មួយទៀតយើងអាចប្រើ like how about cooking together how about cooking together ចុះបើយើងធ្វើម្ហូបជុំគ្នាយ៉ាងម៉េចដែរ how about cooking cook at ing cooking together អញ្ចឹងនៅក្នុងទម្រង់នេះគឺយើងអាចប្រើដើម្បី make suggestion ដូចគ្នាឬក៏យើងផ្ដល់យោបល់ទៅអ្នកផ្សេងទៀតនៅក្នុងចំណុចចុងក្រោយគឺយើងប្រើពាក្យ we could plus verb
ដដែលពាក្យថា verb កន្លែងនេះគឺសំដៅទៅលើ base verb ជាកិរិយាសព្ទដើម example we could order pizza នៅក្នុងទម្រង់នេះដែលយើងឃើញហ្នឹងគេប្រើពាក្យថា a polite and soft suggestion ពាក្យថា polite and soft suggestion មានន័យថាយើងផ្ដល់យោបល់ទៅនរណាគេម្នាក់នៅក្នុងន័យគួរសមអញ្ចឹងយើងអាចប្រើញឹកញាប់បង្ហាញពីការគួរសមទៅអ្នកផ្សេងទៀតដូចជាឲ្យយោបល់ជាគំនិតបបួលគេធ្វើរឿងអីមួយអញ្ចឹង we could order pizza យើងអាចកំង pizza បានឬក៏យើងប្រើ clear មួយទៀតឬក៏ឧទាហរណ៍មួយទៀត we could invite our friends too we could invite our friends too យើងអាចហៅមិត្តភ័ក្តិឬក៏អញ្ជើញមិត្តភ័ក្តិយើងមកជុំគ្នាបានសិតតែជាប្រយោគមួយដែលយើង make suggestion ដូចគ្នានៅក្នុងន័យដែលយើងអាចនិយាយបានថាជាការគួរសមអញ្ចឹងសរុបសេចក្តីមកវិញគឺយើងមាន4ទម្រង់ដែលយើងអាចប្រើក្នុងការ make suggestion ឬក៏ផ្ដល់យោបល់ទៅអ្នកផ្សេងទៀតទី1គឺយើងប្រើពាក្យ let's plus verb ទី2យើងប្រើ why don't we plus verb base form ទម្រង់ទី3យើងប្រើ how about plus verb ing និងចំណុចទី4គឺយើងប្រើ we could plus verb ជាចុងក្រោយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូទាំងអស់នេះសូមជួយចុច follow ក៏ដូចជា subscribe នៅក្នុង YouTube channel ដែលមាននៅក្នុងរូបខាងលើ See you in the next video